អ៊ុយក្រែននៅថ្ងៃសុក្របានទទួលសាកសពទាហានអ៊ុយក្រែន909នាក់ដែលបានស្លាប់ក្នុងពេលប្រយុទ្ធតស៊ូជាមួយកងកម្លាំងរុស្ស៊ីហើយនេះជាការធ្វើមាតុភូមិនិវត្តខ្មោចទាហានជាលើកទី2ក្នុងរយៈពេល3សប្តាហ៍ការដោះដូរអ្នកទោសនិងទាហានស្លាប់ក្នុងសង្គ្រាមជាផ្នែកមួយក្នុងចំណោមកិច្ចសហប្រតិបត្តិការរវាងភាគីចំនួនទាំងពីរចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ2022បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិងអ្នកសរសេរប្លុកយោធានិយាយថារុស្ស៊ីក៏ទទួលបានសាកសពទាហានខ្លួនចំនួន41នាក់ត្រឡប់ទៅវិញផងដែរទាហានអ៊ុយក្រែនរុស្ស៊ីរាប់ម៉ឺននាក់ត្រូវបានគេជឿថាបានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមទោះបីជាប្រទេសទាំងពីរមិនផ្ដល់ព័ត៌មានថ្មីៗជាប្រចាំក៏ដោយតួយ៉ាងកាលពីពាក់កណ្ដាលខែកុម្ភៈលោកប្រធានាធិបតី Zelensky បានប្រាប់ទូរទស្សន៍អាមេរិក NBC News ថាទាហានអ៊ុយក្រែនជាង 46,000 នាក់ត្រូវបានសម្លាប់និងប្រហែល38នាក់រងរបួសចំណែកខាងរដ្ឋាភិបាលរុស្ស៊ីមិនបានរាយការណ៍នោះទេតែប្រភពពីខាងរុស្ស៊ីបានឲ្យដឹងថាទាហានតិចជាង 6,000 នាក់ត្រូវបានសម្លាប់យ៉ាងណាមិញយោងតាមការស៊ើបអង្កេតរបស់ Media Zona និងសេវាកម្មរុស្ស៊ីរបស់ BBC បានរាយការណ៍ថាទាហានរុស្ស៊ីប្រមាណ 10,000 នាក់បានស្លាប់ដោយផ្អែកទៅលើព័ត៌មានពីប្រភពដែលមានជាសាធារណៈចាប់តាំងពីសង្គ្រាមផ្ទុះឡើង។